ពហុគុណរួមតូចបំផុតគឺជាពហុគុណរួមដែលមានតម្លៃតូចជាងគេយើងរកពហុគុណរួមតូចបំផុតនៃ2និង3មកដោយ2យើងមានពហុគុណវាគឺ2ដង4 2ដង6 2ដង8 2 5ដង10 2 6ដង12និងពហុគុណជាច្រើនទៀតចឹងយើងរកបាត់អស់ទេហើយចូលដល់ពហុគុណនៃ3ម្ដងចឹងពហុគុណនៃ3ក៏មាន3 2ដង6 3ដង9 3 4ដង12 3 5ដង15និងចំនួនជាច្រើនទៀតរួចហើយយើងធ្វើការគូពហុគុណរួមនៃចំនួនទាំងពីរមកហើយយើងឃើញថាពហុគុណរួមនៃ2និង3គឺវាមាន6អញ្ចឹង6មាន6ដូចគ្នាហើយនឹងចំនួនមួយទៀតគឺ12អញ្ចឹង12ក៏ជាពហុគុណនៃ2និង3ដូចគ្នាដែរអញ្ចឹងយើងបាន6និង12ដែលជាពហុគុណរួមនៃ2និង3អញ្ចឹងយើងឃើញថា6គឺវាតូចជាង12អញ្ចឹងពហុគុណរួមតូចបំផុតនៃ2និង3គឺស្មើទៅនឹង6